ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះដែរគឺនឹងបង្ហាញអ្នកអំពី how to របៀប set up លេខងាររបស់គណនីណាអញ្ចឹងយើងដឹងហើយថានៅក្នុងគណនីយើងចែកចេញជា5ដែលខ្ញុំបានបង្ហាញកាលពីមុនគឺទី1 asset ណាអូខេក្នុង asset នេះត្រូវបានបែងចែកជា2គឺទី1 current asset ទី2 non current asset ទី2គឺ liability ណា liability ត្រូវបានបែងចែកជាពីរដែរទី1គឺ current liability ទី2 long term liability long term liability ទី3 owner equityទី4 premium ទី5 expense តើយើងសិតលេខនេះគណនីនឹងមួយហ្នឹងនៅក្នុង QuickBook គឺធ្វើយ៉ាងម៉េចណាជាងទី1យើងសិត asset ទី2យើងសិត liability ទី3យើងសិត equity ទី4សិត revenue ទី5សិត expense ណានេះខ្ញុំបង្ហាញនេះភាសាវាមានស្រាប់ណាអញ្ចឹងនៅក្នុងសំមើអញ្ចឹងក្បាលលេខ1ពួក asset ណាគេពួក asset ក្បាលលេខ1ណាក្នុងនោះមាន current asset នេះ current asset នេះឡើងទៅលើនេះពួក current asset នេះពួក non current asset ណាឬក៏ហៅយ៉ាងទៀតថា fixed asset ក្នុង building ហ្នឹងវាមានអញ្ចឹង current asset គឺវាទ្រព្យសម្បត្តិណាដែលមានអាយុកាលប្រើប្រាស់គ្រប់ឆ្នាំងាយសម្រាប់សាច់ប្រាក់គ្មានរំលោភណាពួក fixed asset គឺជាទ្រព្យសម្បត្តិណាដែលមានអាយុកាលប្រើប្រាស់ចាប់ពី1ឆ្នាំឡើងមានរំលោភឬក៏ current asset fixed asset យើងអាចកំណត់យ៉ាងទៀតទៅតាមតម្លៃរបស់វាណាតាមតម្លៃរបស់ទ្រព្យនោះដែរចឹងមកយើងចូលកាន់លេខ2យើងកាន់លេខ2ចូលណាចឹងវាចូលកាន់លេខ2នេះ liability ណាអញ្ចឹងមកលេខ3យើងអាចលេខ3ចូលទៅវាចូលបាន3ណាគុណវិធីមាន capital មាន cover មាន earning មាន investment ជាដើមណាអញ្ចឹងមកលេខ4យើងវាយលេខ4 revenue ណាអញ្ចឹងពី earn នេះអញ្ចឹងពេលយើងងាយស្រួលក្នុងការច្បាប់ការងាយស្រួលក្នុងក្នុងការជើងឬប្រភេទគណនីមួយងាយស្រួលលឿនណាអញ្ចឹងដល់ពេលធ្វើការចុះបញ្ជីខ្ញុំនឹងបង្ហាញម្ដងទៀតតើយើងធ្វើយ៉ាងម៉េចងាយស្រួលណាពេលបានលេខ3បាន5ទៅនេះគឺជាការសិតលេខងារគណនីដែលងាយស្រួលគណនីកក្នុងការចាប់យកគណនីឲ្យត្រូវណាតាមប្រភេទនីមួយៗពេលនេះក្នុងមេរៀនក្រោយខ្ញុំបង្ហាញអ្នកអំពីតើការចុះប្រវត្តិការយើងចាំយកលេខគណនីយ៉ាងម៉េចខ្ញុំសូមចាំសាររបស់គ្នាណា